ខ្ញុំកណាសូមក្រាបថ្វាយបង្គំសម្ដេចគុណចាស់គ្រប់ព្រះអង្គលោកនាងជាទីមេត្រីនៅថ្ងៃនេះក្រុមការងារសារព័ត៌មានពុទ្ធសាសនា BC News បានជួបសម្ភាសជាមួយព្រះគុណម្ចាស់យុសបញ្ញាវិសុវិជាដែលជាប្រធានសាខាសាកលវិទ្យាល័យព្រះសីហនុរាជមែនទែនទៅព្រះអង្គម្ចាស់គង់នៅអ្នកបាត់ដំបងហ្នឹងគឺថាអ្នកបាត់ដំបងអ្នកណាក៏ស្គាល់ព្រះអង្គម្ចាស់ដែរពីព្រោះដោយសារព្រះអង្គម្ចាស់បានជាថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យព្រះសីហនុរាជសាខាបាត់ដំបងហើយក៏ជាថ្នាលបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយដែរសម្រាប់ទាំងព្រះសង្ឃនិងក្រហមដែលរស់នៅទីនោះហើយបាត់ដំបងយកទូទៅគឺថាល្បីរឿងរៀនភាសាអង់គ្លេសសម្បូរអ្នកប្រាជ្ញអ្នកខ្លាំងបាលីជាដើមហើយឆ្នាំនេះបាត់ដំបងគឺថាយកលេខ1ទៀតខាងប្រឡងបាលីសំស្ក្រឹតទៅទូទាំងប្រទេសនៅព្រះសរមនេះទៀតចាខ្ញុំប្រកាសណាចង់ដឹងពីព្រះអង្គគ្រូវិញថាតើសាកលវិទ្យាល័យព្រះសីហនុរាជសាខាបាត់ដំបងនឹងមានកម្មវិធីសិក្សាបែបណាហើយបច្ចុប្បន្នភាពនេះអត្រានៃសមណនិស្សិតអីនឹងប្រមាណអ្នកអីដែរទៀតចាស់សូមទៀតជាបឋមទូព្រះបង្គំខ្ញុំកណាសូមនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាយ៉ាងក្រៃលែងសូមនមស្ការសម្ដេចព្រះសកលចេតិកាព្រះថេរានុថេរៈគ្រប់អង្គចម្រើនពរដល់ញាតិញោមសាធុសប្បុរសប្រុសស្រីហើយក៏សូមចម្រើនពរបងពិធីករថ្ងៃនេះក៏ជាកិត្តិយសមួយសម្រាប់អាត្មាភាពក៏ដូចជាសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានសារព័ត៌មាន BC News ចុះសម្ភាសពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជរបស់យើងហើយអាត្មាភាពក៏សូមរៀបរាប់ខ្លះទាក់ទងទៅនឹងសាវតានៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជរបស់យើងគឺបង្កើតឡើងនៅក្នុងឆ្នាំ2008ដែលជាសាខាពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជរាជធានីភ្នំពេញដែលមានសម្ដេចព្រះមហារាជវង្សជាសម្ដេចព្រះសកលចេតិកាហើយបច្ចុប្បន្ននេះយើងមានការបណ្ដុះបណ្ដាលមាន3កម្រិតទី1យើងកម្រិតថ្នាក់បញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ហើយក្រៅពីការបណ្ដុះបណ្ដាលវគ្គទាំងពីរវគ្គហ្នឹងគឺយើងមានការបណ្ដុះបណ្ដាលវគ្គខ្លីដែលអាចជួយទៅដល់និស្សិតយើងដែលកំពុងសិក្សាហើយគាត់ខ្វះខាតជំនាញទន់ដូចជាទាក់ទងកិច្ចការងាររដ្ឋបាលកុំព្យូទ័រហើយនិងភាសាហើយក្រៅពីនោះក៏យើងមានការបណ្ដុះបណ្ដាលទាក់ទងនឹងវគ្គខ្លីៗដទៃទៀតបងកណាចាខ្ញុំប្រកាសណាឮលហៀងល្បីលហៀងថានៅទីនោះក្រៅតែពីថ្នាក់ពេញម៉ោងបរិញ្ញាបត្រនិងថ្នាក់អនុបណ្ឌិតហ្នឹងក្រៅម៉ោងហ្នឹងគឺថាមានសិស្សជាង 1000 នាក់រៀនភាសាអង់គ្លេសរៀនកុំព្យូទ័រហើយរួមទាំងមានកម្មវិធី soft skill មួយចំនួនពាក់ព័ន្ធទៅនឹងកម្មវិធីអន្តរសាសនាផងអញ្ចឹងមានវិធីបែបណាដែលអាចទៅបញ្ចូលសិស្សនិស្សិតនឹងឲ្យមករៀនហើយរៀននឹងយ៉ាងម៉េចទៀតរៀនបង់លុយឬក៏អត់បង់លុយទេចាស់សូមបន្តទៀតបងចម្រើនពរតកតងទៅនឹងវិធីសាស្ត្រនៃការតាក់ទាញហ្នឹងมันមានអីពិសេសទេបងគាត់ខំប្រឹងប្រែងពង្រឹងការងាររបស់យើងជាពិសេសគឺផ្ដោតសំខាន់ទៅលើធនធានដែលយើងមានខ្លះហើយយើងខិតខំប្រឹងប្រែងគៀកោសហការជាមួយដៃគូជាតិនិងអន្តរជាតិដើម្បីឲ្យគេមកជួយយើងខ្លះហើយនៅក្នុងនោះសំខាន់គឺការខិតខំប្រឹងប្រែងខ្លួនឯងតាមរយៈការខិតខំប្រឹងប្រែងដោយមានការចង្អុលបង្ហាញពីសម្ដេចព្រះសកលចេតិកាយើងមើលឃើញថាការបណ្ដុះបណ្ដាលនៅសាខាបាត់ដំបងគឺមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំហើយជាការកត់សម្គាល់មានន័យថាបច្ចុប្បន្ននេះបើយើងនិយាយពីការបណ្ដុះបណ្ដាលចំនួនសិស្សវិញក៏មានការកើនឡើងរៀងរាល់ឆ្នាំហើយជាពិសេសគឺយើងមាននិស្សិតបងប្អូនកូនក្មួយដែលគាត់អញ្ជើញមកពីខេត្តឆ្ងាយដូចជាខេត្តឧត្តរមានជ័យព្រះវិហារកំពង់ធំសៀមរាបមន្ទីរមានជ័យប៉ៃលិនពោធិ៍សាត់ហើយខេត្តទាំងប្រមាណហ្នឹងគឺគាត់ចាប់ផ្ដើមស្គាល់សាខាពុទ្ធិកសាកលវិទ្យាល័យយើងមកកាន់តែច្រើនឡើងហើយក្រៅពីនោះក៏យើងមានជនបរទេសគាត់អញ្ជើញមកធ្វើ internship ហើយយើងមានសាកលវិទ្យាល័យដូចជាសាកលវិទ្យាល័យ Princeton អីគាត់មកធ្វើ internship នៅយើងនេះហើយខាងនិស្សិតអូស្ត្រាលីខាងអង់គ្លេសអីគាត់អញ្ជើញមកជាកម្មវិធី exchange program អញ្ចឹងនិស្សិតយើងមានឱកាសហើយយើងក៏មានឱកាសដើម្បីបង្ហាញវប្បធម៌យើងទៅដល់ក្មួយនិស្សិតផ្សេងទៀតដែរហើយជាពិសេសក្រុមការងារអាត្មាភាពមានក្រុមការងារល្អច្រើនដែលពួកគាត់សុទ្ធតែជាអ្នកលះបង់ហើយលោកគ្រូអ្នកគ្រូដែលគាត់អញ្ជើញមកបង្រៀននៅសាខាពុទ្ធិកសាកលវិទ្យាល័យគឺគាត់យកបេះដូងមកបង្រៀនអាត្មាជាឱកាសពេលហ្នឹងក៏សូមចម្រើនពរអរគុណលោកគ្រូអ្នកគ្រូហើយ
បុគ្គលិកទាំងអស់នៃសាខាពុទ្ធិកសាកលវិទ្យាល័យដែលបានជួយរួបរวมគ្នាដើម្បីធ្វើម៉េចឲ្យវិស័យពុទ្ធិកសិក្សាជាពិសេសតួនាទីពុទ្ធសាសនាយើងក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជាហើយមួយទៀតចាប់តាំងពីសាខាពុទ្ធិកសាកលវិទ្យាល័យរបស់យើងទទួលអាគារតាមរយៈការជួយរបស់ញោមអាយដាមបណ្ឌិតជាចន្ទោនិងលោកជំទាវព្រមទាំងក្រុមគ្រួសារហើយនឹងញាតិញោមដទៃទៀតនៅក្នុងនិងក្រៅប្រទេសលោកបានជួយទៅហើយក្រៅពីការជួយអាគារនោះគឺលោកបានជួយជាគំនិតជួយជាសម្ភារៈផ្សេងទៀតដើម្បីឲ្យមានការបណ្ដុះបណ្ដាលរបស់យើងមានភាពសម្បូរបែបហើយក្រៅពីនឹងទៀតក៏យើងមានការពង្រីកសកម្មភាពយើងជាច្រើនដូចជាយើងជួយសម្រួលទៅដល់និស្សិតដែលគាត់ជួបបញ្ហាក្រីក្រដូចថាខ្វះកន្លែងស្នាក់នៅក៏យើងកសាងអគារអន្តេវាសិកដ្ឋានសម្រាប់មានអន្តេវាសិកដ្ឋានទៀតមានអន្តេវាសិកដ្ឋានហ្នឹងប្រមាណជួនប្រមាណបន្ទប់ហើយទទួលសិស្សបានប្រមាណអ្នកដែរទៀតចា៎បច្ចុប្បន្ននេះយើងមានអគារអន្តេវាសិកដ្ឋានខ្លួនឯងមក4ជាន់តែអាចដាក់បាន64នាក់ភាគច្រើនយើងផ្ដោតសំខាន់ទៅលើក្មួយស្រីទេព្រោះដោយសារតែក្មួយស្រីគាត់អញ្ជើញមកពីខេត្តឆ្ងាយកូនកំព្រាកូនអីចឹងហើយយើងចង់ឲ្យគាត់មានភាពសុវត្ថិភាពនៅក្នុងការរស់នៅហើយដោយសារនិស្សិតស្រីក៏មានចំនួនច្រើនគាត់មករៀនផ្នែកអក្សរសាស្ត្រហើយបច្ចុប្បន្ននេះយើងមានគម្រោងកសាងអគារអន្តេវាសិកដ្ឋានពីខ្នងទៀតមានន័យថាអគារភ្លោះ2ដែលមានកម្ពស់5ជាន់តែយើងនឹងចាប់ដើមសាងសង់នាពេលខាងមុខនេះយើងបានជំនួយពីខាងកូរ៉េហើយសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសង្ឃរាជទទួលបន្ទុកក្នុងការរកដីសម្រាប់សាងសង់ផងកណាខ្ញុំកណាសូមឆ្ងល់ទីពីពុទ្ធសានៅពេលដែលយើងនិយាយអំពីដំសិក្សានៅបាត់ដំបងហ្នឹងគឺថាសាកលវិទ្យាល័យព្រះសង្ឃរាជសាខាបាត់ដំបងហ្នឹងល្បីមិនចាញ់សាកលវិទ្យាល័យបាត់ដំបងសាកលវិទ្យាល័យដទៃផ្សេងទៀតទេហើយមានសិស្សច្រើនជាពិសេសវគ្គខ្លីហ្នឹងគឺថាមាន1000នាក់អីចូលរួមក្នុងការសិក្សាទាំងអស់ហ្នឹងចាគ្រូមែនទែនទៅការគៀងកហ្វាន់ថាវិការផ្សេងហ្នឹងបានមកពីណាដែលអាចទ្រទ្រង់សកម្មភាពសាកលវិទ្យាល័យបានទៀតចាថាវិការដែលយើងបានមកគឺបានមកពីសប្បុរសជនពីក្នុងនិងក្រៅប្រទេសហើយនៅក្នុងនោះក៏មានការចូលរួមពីប្រភពផ្សេងដូចជាបានពីសិស្សខ្លះដូចជាថ្នាក់អនុបណ្ឌិតយើងយកថវិកាខ្លះដែរព្រោះដោយសារតែរដ្ឋយើងអត់ទាន់មានការជួយឧបត្ថម្ភហើយការយករបស់យើងនេះក៏ចំនួនតិចប៉ុន្តែគ្រាន់តែថានោះមួយឆ្នាំប៉ុន្មានទេលោកបណ្ឌិតមួយឆ្នាំយើងយកទៅ$450ទេបើសិនជាយើងប្រៀបធៀបទៅគ្រឹះស្ថានផ្សេងអាចចូលទៅដល់1000ឬក៏800-900ប៉ុន្តែជាគោលការណ៍ដោយសារតែយើងជាគ្រឹះស្ថានរដ្ឋផងហើយយើងជាប្រសង់យើងគ្រាន់តែគិតថាធ្វើម៉េចយកថវិកាហ្នឹងមកសម្រាប់តែទ្រទ្រង់ការប្រាក់ម៉ោងគ្រូព្រោះយើងត្រូវជួលគ្រូមកពីឆ្ងាយដូចជាពីរាជធានីភ្នំពេញអីជាដើមអញ្ចឹងការធ្វើដំណើរការស្នាក់នៅរបស់គាត់ក៏ត្រូវការចំណាយច្រើនហើយក្រៅពីនោះក៏យើងនៅសល់ថវិកាតិចតួចយើងសម្រាប់ការបដោះផ្ដាល់របស់យើងនឹងហើយជាពិសេសយើងបានទទួលការឧបត្ថម្ភពីរដ្ឋយើងទៅក្នុងនោះកណាចាគ្រូមែនទែនទៅសប្តាហ៍ថ្ងៃថ្នាក់បញ្ញាបត្រនឹងមានមហាវិទ្យាល័យប្រមាណមហាវិទ្យាល័យហើយថ្នាក់អនុបណ្ឌិតនឹងមានប្រមាណមហាវិទ្យាល័យសម្រាប់នៅសាខាពុទ្ធិកសាកលវិទ្យាល័យយើងមាននៅខាងបាត់ដំបងបច្ចុប្បន្ននេះបើយើងគិតពីមហាវិទ្យាល័យដូចនៅទីតាំងគោលយើងដែរប៉ុន្តែយើងផ្ដោតសំខាន់ទៅលើឯកទេសដែលយើងអាចបើកបាននៅក្នុងនោះពីដើមយើងមានទស្សនវិជ្ជាពុទ្ធសាសនាយើងមានអក្សរសាស្ត្រខ្មែរយើងមានអង់គ្លេសយើងមាននីតិសាស្ត្រយើងមានរដ្ឋបាលអប់រំហើយនិងភាសាអង់គ្លេសជាដើមពោហើយគ្រប់គ្រងទូទៅសម្រាប់ថ្នាក់អនុបណ្ឌិតយើងមាន5ឯកទេសទី1អក្សរសាស្ត្រខ្មែរទស្សនវិជ្ជាគ្រប់គ្រងអប់រំហើយនិងនីតិសាស្ត្រហើយរដ្ឋបាលសាធារណៈបង5ប្រទេសបងកណាចាខ្ញុំបកណាលំបីណាអ្នកបាត់ដំបងហ្នឹងរៀនបកែខ្ញុំចាស់គ្រូអាចចែកម្លែកបានទេថាសាខាសាកលវិទ្យាល័យព្រះសង្ឃរាជនៅខាងបាត់ដំបងហ្នឹងសិស្សដែលទាំងថ្នាក់បញ្ញាបត្រនិងថ្នាក់អនុបណ្ឌិតនិងថ្នាក់វគ្គខ្លីអីផ្សេងហើយក៏មាន exchange program មកពីប្រទេសដទៃផ្សេងហ្នឹងរបៀបនៃការដឹកនាំអីហ្នឹងយ៉ាងម៉េចហើយបកែមិនទៅទៀតចាស់លីសូល្បីបកែហ្នឹងបកែយ៉ាងម៉េចទៅទៀតសុំចែកម្លែកទីនោះតាមពិតมันមានជាបកែអីទេក៏សុំនិយាយដោយស្មោះទៅมันមានបកែអីទេប៉ុន្តែគាត់ថា
អ្វីដែលយើងត្រូវធ្វើគឺការបំពេញកាតព្វកិច្ចតាមទួនាទីរៀងៗខ្លួនហើយយើងធ្វើការងារឈរលើគោលការណ៍រួមមានដំណាភាពចាត់ចែងកិច្ចការងារដោយមានការចូលរួមពីភាគីពាក់ព័ន្ធហើយយើងព្យាយាមសហការទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរដែនដីជាមួយព្រះមន្ត្រីសង្ខេត្តព្រះមន្ត្រីសង្ក្រុងគ្រូចៅអធិការនៅក្នុងក្រុងញាតិញោមពុទ្ធបរិស័ទដែលគាត់ចូលរួមកម្មវិធីអីផ្សេងហ្នឹងគឺយើងធ្វើម៉េចចាយថវិការបស់ពួកគាត់ឲ្យបានត្រឹមត្រូវតាមគោលការណ៍ហើយមុនយើងធ្វើអីមួយយើងត្រូវប្រជុំគ្នាសម្រាប់ដោយយកមតិភាគច្រើននេះគឺជាចំណុចខ្លាំងហើយអ្វីដែលមួយទៀតគឺជាទូទៅយើងច្រើនតែចាត់ទុកអ្នកដែលរៀននៅសាខាពុទ្ធិកសាកលវិទ្យាល័យក្នុងក្របខ័ណ្ឌសេះនុរាជបាត់ដំបងគឺចាត់ទុកជាគ្រួសារជាសមាជិកនៅពេលដែលមានទុក្ខធុរៈអីផ្សេងៗយើងចេះជួយគ្នាទៅវិញទៅមកអញ្ចឹងហើយនិស្សិតដែលគាត់ចប់នៅសាខាពុទ្ធិកសាកលវិទ្យាល័យជាទូទៅគាត់មានមនោសញ្ចេតនាគាត់រៀនចប់ទៅគាត់ពេលសាលាមានធ្វើអីគាត់ផ្ញើថវិកាមកចូលរួមចំណែកនេះគឺជាចំណុចជោគជ័យមួយដែលស្មាមើលឃើញថាពួកគាត់អត់បានបោះបង់ចោលរៀមថាសិស្សច្បងអត់បោះបង់ចោលអ្នកសិស្សប្អូនទេគឺគាត់នៅតែជួយបន្តឲ្យជាក់ស្ដែងយើងកសាងសមិទ្ធផលកន្លងមកគឺមាននិស្សិតអតីតនិស្សិតយើងទាំងប្រសង់ទាំងកុហកហ្នឹងជួយកិច្ចការងារសាលាច្រើនហើយក្រៅពីហ្នឹងយើងមើលជាក់ស្ដែងដូចនៅពេលអាត្មាវាវនាវជាវកង់ជាវអីចឹងណាយើងមាននិស្សិតយើងចូលរួមហើយក្នុងមួយឆ្នាំសាខាពុទ្ធិកសាកលវិទ្យាល័យរបស់យើងព្យាយាមជួយនិស្សិតតាមដែលអាចធ្វើទៅបានទាំងអង្គទាំងកង់ព្រោះយើងជួយឲ្យតែពួកគាត់ត្រូវការហើយយើងបើកចំហថាបើសិនជាគាត់មានបញ្ហាអីសូមឲ្យមកពិគ្រោះយោបល់ជាមួយយើងកណាចាស់ប៉ុន្តែបច្ចុប្បន្ននេះមានចំនួនសិស្សនិស្សិតសាមណៈនឹងទៅអស់ប៉ុន្មានអង្គទៅចាស់ជាតួលេខបដោះអាសន្នទេប៉ុន្តែអាចនិយាយបានថាសម្រាប់កម្រិតទាំងពីរកម្រិតគឺបញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ប្រហែលជាចំនួន1600អូណាមានន័យថាការបដោះបដាលនៅពុទ្ធិកសាកលវិទ្យាល័យរបស់យើងស្ទើរតែពីម៉ោង7ព្រឹករហូតដល់ម៉ោង7ល្ងាចកណាអត់ពេញម៉ោងតែមកហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងអត់និយាយទៅបុគ្គលិកយើងធ្វើការងាររហូតកណាធ្លាប់បានទៅដល់សាខាសេនុរាជបាត់ដំបងដែរប៉ុន្តែខណៈកណាទៅលក្ខណៈទេសចរទេបានដើរមកជុំវត្តដំរីសហើយក៏បានឆ្លៀតចូលទៅកាន់សាកលវិទ្យាល័យព្រះសីហនុរាជសាខាបាត់ដំបងទៅដល់គឺកណាឃើញស្បែកជើងនេះថាដោះទុកតម្លៃអីគ្រប់បែបយ៉ាងដែលតម្លៃខ្ញុំកណាមិនបានឡើងទៅដល់អគារខាងលើទេរួមទាំងឆ្លៀតចូលទៅកាន់បណ្ណាល័យបន្តិចផងក៏បានមើលរបៀបរៀបរយផ្សេងការរៀបរយទាំងអស់នោះបុគ្គលិកទាំងអស់គឺសុទ្ធតែជាបុគ្គលិកដែលបម្រើការងារដោយមានប្រាក់បៀវត្សឬក៏យកសាមណៈសិស្សឬក៏និស្សិតដែលសិក្សានៅទីនេះមកធ្វើការជាលក្ខណៈស្ម័គ្រចិត្តហើយយើងហៅថា intern នោះទេចា៎ជាទូទៅយើងមានប្រភេទបុគ្គលិកច្រើនផ្នែកទី1បុគ្គលិកដែលបញ្ជូនពីរដ្ឋយើងទៅបម្រើការហើយទី2កិច្ចសន្យារបស់រដ្ឋយើងហើយទី3បុគ្គលិកស្ម័គ្រចិត្តណាពួកគាត់ទាំងអស់ហ្នឹងជាទូទៅគឺគាត់បំពេញភារកិច្ចរបស់គាត់បានល្អតាមអ្វីដែលយើងដាក់ជូនគាត់ហើយបើសិនជាមិនបានល្អអីយ៉ាងម៉េចយើងមានក្រុមបច្ចេកទេសយើងក្នុងការណែនាំគាត់បន្តហើយជាធម្មតាយើងមានកិច្ចប្រជុំប្រចាំខែរបស់យើងជាប្រចាំហើយបើសិនជាមានកិច្ចប្រជុំពិគ្រោះយោបល់ចាំបាច់យើងប្រជុំវិសាមញ្ញដើម្បីណែនាំបន្ថែមទៀតដើម្បីឲ្យបុគ្គលិកយើងយល់ពីអ្វីដែលជាគោលដៅចម្បងរបស់យើងអញ្ចឹងបុគ្គលិកនៅពុទ្ធិកអាត្មាតាមពិតទៅមានចំនួនកម្រិតមានតិចប៉ុន្តែយើងមាននិស្សិតដោយច្រើនគាត់មកធ្វើការងារស្ម័គ្រចិត្តនៅទីហ្នឹងហើយយើងមិនមានអីជូនគាត់ទេមានតែការអរគុណហើយយើងជួនកាលទិញអាហារទិញអីខ្លះហើយសម្រាប់ក្មួយដែលគាត់ស្នាក់នៅអន្តេវាសិកដ្ឋានជាទូទៅគាត់ច្រើនតែមកអនាម័យនៅពេលល្ងាចល្ងាចម៉ោង5ម៉ោង6ហ្នឹងគាត់មានគ្នាច្រើនគាត់ចែកវេនពួកអាត្មាគាត់គិតថាចង់បដោះឲ្យគាត់រៀនទទួលខុសត្រូវដោយសារតែញាតិញោមពុទ្ធបរិស័ទទូទៅគាត់បរិច្ចាគថវិកាមកសម្រាប់ធ្វើកន្លែងឲ្យគាត់ពួកគាត់ស្នាក់នៅអញ្ចឹងគាត់អត់មានអីទៅសងគុណឬក៏តបសេចក្តីល្អរបស់អ្នកជួយយើងទេអញ្ចឹងយើងត្រូវធ្វើអ្វីដែលជាប្រយោជន៍សម្រាប់សង្គមហ្នឹងទៅដល់សង្គមទៀតវិញអញ្ចឹងអាត្មាក៏សនំពរឲ្យគាត់មកជួយបោះជូតនៅសាលាហើយ
និយាយទៅនៅសាខាពុទ្ធិកសាកលវិទ្យាល័យយើងអត់គិតថាជាថ្នាក់ដឹកនាំជាគ្រូជាសិស្សអីទេយើងត្រូវតែអនាម័យទាំងអស់គ្នាដោយការទទួលខុសត្រូវហើយជាពិសេសអាត្មាចង់ផ្ដោតសំខាន់ទៅលើវិន័យព្រោះនៅក្នុងបាវចនារបស់យើងគឺសិលសមាធិបញ្ញា កណាចា អញ្ចឹងបើសិនជាយើងផ្ដោតសំខាន់ទៅលើវិន័យឲ្យគាត់មករៀនទៀងទាត់ឲ្យគាត់គោរពបទវិន័យអញ្ចឹងអាត្មាគិតថានៅពេលដែលគាត់ចប់ការសិក្សាឬក៏គាត់បំពេញការងារនៅកន្លែងគាត់ទៅអនាគតក៏គិតថាគាត់នឹងល្អព្រោះដោយសារយើងដកខាត់ពីក្នុងថ្នាក់រៀនទៅហើយតាមធម្មតាអាត្មាធ្លាប់កាលមុនដំបូងនៅពេលដែលយើងពុតបុគ្គលិកឬក៏ពុតនិស្សិតពិបាកច្រើនប៉ុន្តែនៅពេលដែលយូរទៅសិស្សច្បងគាត់ធ្វើជាគំរូផងទៅអញ្ចឹងសិស្សអូនក៏ធ្វើតាមអញ្ចឹងយើងមានការផ្ដោតសំខាន់ទៅលើវិន័យអភិសមាចារប្រចាំថ្ងៃហ្នឹងសំខាន់អញ្ចឹងហើយជាមូលហេតុដែលធ្វើឲ្យការរៀបចំរបស់យើងហ្នឹងវាបានល្អប្រសើរជាងមុនហើយមួយទៀតដោយសារអាត្មាគិតថាបើសិនជាយើងផ្ទះតូចតែបើយើងមិនចេះរៀបចំវារត់តែធ្វើឲ្យស្ថានភាពយើងលំបាកតែបើសិនជាយើងផ្ទះតូចក៏ដោយអាវចាស់ក៏ដោយបើសិនតែយើងបោករាល់ថ្ងៃយើងនៅតែប្រើបានអញ្ចឹងអាត្មាគិតថាសម្រាប់សាខាពុទ្ធិកសាកលវិទ្យាល័យថ្មីត្បិតតែយើងมันមានទីធ្លាធំក៏ដោយអាគារអស្ចារ្យក៏ដោយប៉ុន្តែយើងខិតខំប្រឹងប្រែងសម្អាតទៅគង់តែមានសេរីសុខស្ដីផង កណាចាខ្ញុំណាចាប់អារម្មណ៍មួយទៀតពាក់ព័ន្ធទៅនឹង interreligion គឺអន្តរសាសនាមែនតើទៅកាលណាយើងនិយាយពីអន្តរសាសនាយើងមានទាំងសាសនាពុទ្ធយើងមានទាំងសាសនាយេស៊ូយើងមានទាំងសាសនាអ៊ីស្លាមឲ្យចូលរួមទាំងអស់ហ្នឹងហើយអន្តរសាសនានៅក្នុងសាខាសិស្សអនុរាជបាត់ដំបងធ្វើវាមិនទៀតចាស់មានកម្មវិធីបឋកថាឬក៏មានជាសិក្ខាសាលាឬក៏មានកម្មវិធីអីមួយរួមគ្នាដើម្បីសុខដុមនីយកម្មសាសនានៅក្នុងប្រទេសកម្ពុជាយើង ព្រោះចំណុចការសិក្សារៀនផ្នែកសន្តិភាពគឺជាចំណុចអាទិភាពមួយរបស់សាខាពុទ្ធិកសាកលវិទ្យាល័យអាត្មាធ្លាប់បាននិយាយប្រាប់បងពីមុននេះគឺយើងផ្ដោតសំខាន់ទៅលើ 3 dimension ទី1អប់រំទី2 social work ទី3 peace ទាំង3ហ្នឹងគឺជាចំណុចបតិកលាគ្នាសិស្សរៀនទ្រឹស្ដីសិស្សត្រូវធ្វើកិច្ចការងារសង្គមហើយគាត់ត្រូវដើរតួនាទីជា peacemaker មានន័យថាអ្នកបង្កើតសន្តិភាពមួយអញ្ចឹងនៅក្នុងសាខាពុទ្ធិកសាកលវិទ្យាល័យរបស់យើងក្រៅពីការរៀនពាក់ព័ន្ធនឹងផ្នែកសន្តិភាពហ្នឹងកម្មវិធីកិច្ចសន្ទនាអន្តរសាសនាគឺជាកម្មវិធីស្នូលមួយផងដែរសម្រាប់សាខាពុទ្ធិកសាកលវិទ្យាល័យដោយយើងសហការជាមួយនឹងសាសនាផ្សេងហើយនៅក្នុងនោះសាខាពុទ្ធិកសាកលវិទ្យាល័យនៅក្នុងមានសមាភិបនិងក្រុមការងារបាននិមន្តអញ្ជើញទៅប្រជុំនៅអន្តរជាតិច្រើនហើយក៏មានក្រុមអន្តរជាតិផ្សេងទៀតក៏គេមកសិក្សានៅសាខាពុទ្ធិកសាកលវិទ្យាល័យសម្រាប់ក្នុងតំបន់ជាទូទៅយើងច្រើនតែមានទំនាក់ទំនងល្អជាមួយអ្នកកាន់សាសនាដែលមានជំនឿផ្សេងគ្នាតាមរយៈការអញ្ជើញគាត់មកបង្ហាញពីបទកថាពាក់ព័ន្ធទៅនឹងសាសនានីមួយៗទៅដល់និស្សិតរបស់យើងហើយនាំនិស្សិតយើងទៅទស្សនកិច្ចនៅព្រះវិហារនៅសារាវនៅទីសក្ការៈបូជានៃសាសនានីមួយៗដែលយើងមើលឃើញអញ្ចឹងហើយមួយទៀតយើងមានទិវាសន្តិភាពប្រចាំខេត្តរបស់យើងនៅក្នុងមានថ្នាក់ដឹកនាំខេត្តមានអង្គការដែលមានទំនោរទៅនឹងសាសនាចូលរួមជាប្រចាំហើយយើងធ្វើកិច្ចការងារដូចដាំដើមឈើរួមគ្នាឬក៏យើងធ្វើកិច្ចការងារមនុស្សធម៌ដូចចម្អិនអាហារជូនទៅដល់អ្នកជំងឺនៅមន្ទីរពេទ្យអញ្ចឹងជួនកាលយើងអញ្ជើញពួកគាត់មកធ្វើរួមគ្នាដែរបងកណាហើយជំវិញពាក់ព័ន្ធទៅនឹងទស្សនវិស័យសំខាន់របស់សាកលវិទ្យាល័យដែលម្ចាស់គ្រូគាត់ថានឹងមានផែនការយ៉ាងណាដើម្បីឲ្យសាកលវិទ្យាល័យព្រះសីហនុរាជសាខាបាត់ដំបងនឹងរីកចម្រើនមកក៏ប៉ុន្តែខ្ញុំកណាសូមងាកក្រោយបន្តិចពីព្រោះថាម្សិលមិញនោះក្នុងការថ្លែងរបស់ក្នុងអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33នោះក៏បានលើកឡើងពីចំណុចមួយពាក់ព័ន្ធទៅនឹងធម្មទូតមើលទៅសាខាព្រះសីហនុរាជសាខាបាត់ដំបងអាចនឹងមានកម្មវិធីប្រកបដោយធម្មទូតដើម្បីប្រកួតប្រជែងធនធានព្រះសង្ឃក្នុងពុទ្ធសាសនាខ្មែរឲ្យអាចប្រកួតប្រជែងជាមួយនឹងអ្នកកាន់ពុទ្ធសាសនាផ្សេងទៀតនៅជុំវិញពិភពលោកទេនេះយើងនិយាយទៅនេះជាគោលការណ៍របស់រាជរដ្ឋាភិបាលជាគោលការណ៍របស់គណៈសង្ឃនាយកហើយសាខាពុទ្ធិកសាកលវិទ្យាល័យគឺជាផ្នែកមួយរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជអញ្ចឹងសម្រាប់អាត្មាភាពផ្ទាល់អាត្មាសប្បាយចិត្ត
នៅពេលដែលមានការលើកឡើងពីបញ្ហាធម្មទូតពោះយើងគិតថាប្រទេសកម្ពុជារបស់យើងដល់ពេលវេលាមួយដែលយើងត្រូវតែបង្រៀនប្រសង់ខ្មែរយើងឬក៏ដូចជាពុទ្ធសាសនិកខ្មែរយើងឲ្យធ្វើជាអ្នកធម្មទូតមួយព្រោះយើងនៅពេលដែលអាត្មាភាពធ្លាប់ចូលរួមប្រជុំនៅក្នុងតំបន់ក្តីនៅក្នុងប្រទេសផ្សេងៗទៅយើងមើលឃើញថាបរិស័ទនៃសាសនិកមួយគេមានជំនាញទាំងបែបពិធីការទាំងបែបចំណេះដឹងទាំងផ្នែកស្រាវជ្រាវហ្នឹងគេមានកម្រិតខ្ពស់ប្រសង់យើងក៏មានដែរប៉ុន្តែគាត់ថាយើងត្រូវរៀបចំបទដ្ឋានមួយឲ្យមានមេកាយអីចឹងទៅមានការដឹងឮពីគណៈសង្ឃយុរបស់យើងហើយជាពិសេសគឺបំពាក់បំពន់ទៅលើផ្នែកវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់យើងជាពិសេសបែបផែននៃពុទ្ធសាសនាខ្មែរតែយើងគួរធ្វើយ៉ាងម៉េចចេះអាត្មាឃើញប្រសង់សប្តាហ៍ថ្ងៃលោកខិតខំប្រឹងប្រែងសិក្សារៀនសូត្រច្រើនហើយលោកមានចំណេះដឹងភាសាអង់គ្លេសក៏ច្រើននៅតែយើងធ្វើម៉េចឆ្នៃលោកឲ្យคล้ายទៅជាធម្មទូតដែលមានប្រសិទ្ធភាពនៅក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីទេសចរខ្មែរយើងឲ្យដល់ពិភពលោកបាត់ដំបងជាជំរុកវប្បធម៌ដ៏សម្បូរបែបទីម្ចាស់ហើយក៏ជាទីតាំងខេត្តមួយដែលស្ថិតក្រោមអាណានិគមប្រទេសជិតខាងយួនវាយយ៉ាងគេដែរប៉ុន្តែវប្បធម៌រក្សាបានល្អម្ចាស់គ្រូចុងក្រោយអ្វីដែលជាទស្សនៈសំខាន់របស់សាកលវិទ្យាល័យព្រះសីហនុរិសាខាបាត់ដំបងដែលស្ថិតក្រោមការគ្រប់គ្រងនិងដឹកនាំរបស់ម្ចាស់គ្រូសម្រាប់អាត្មាភាពអាត្មាគិតថាទី1យើងខំបដោះបដាលទុនធានមនុស្សយើងឲ្យមានភាពសម្បូរបែបជាពិសេសដោយសារយើងមានចរិតបែបសាសនាផងយើងត្រូវតម្កល់ព្រះពុទ្ធវចនៈធ្វើម៉េចឲ្យបានតាមដែលអាចធ្វើទៅបានគឺយើងខិតខំប្រឹងប្រែងចូលរួមសកម្មភាពការបដោះបដាលរបស់ព្រះសង្ឃមិនថាធ្វើវត្តពុទ្ធិកសាកលវិទ្យាល័យរបស់យើងបដោះបដាលកម្រិតខ្ពស់មែនប៉ុន្តែយើងនៅតែព្យាយាមជួយថ្នាក់មូលដ្ឋានដូចជាកម្រិតពុទ្ធិកធម្មសិក្សាមជ្ឈិមសិក្សាយើងចូលរួមសកម្មភាពជាមួយសកម្មភាពផ្សេងៗទៀតគ្រប់កម្រិតនឹងចំណុចទី1ដែលសាខាពុទ្ធិកសាកលវិទ្យាល័យយើងបាននឹងកំពុងធ្វើចំណុចទី2យើងធ្វើម៉េចឲ្យពុទ្ធិកសាកលវិទ្យាល័យរបស់យើងคล้ายទៅជាថ្នាលបដោះបដាលមួយធ្វើទៅបាត់ទៅពេលនេះយើងនៅមានកម្រិតប៉ុន្តែជាគោលដៅរបស់យើងចង់ឲ្យคล้ายទៅជាពុទ្ធិកសាកលវិទ្យាល័យមួយដែលមានការទទួលស្គាល់កាន់តែទូលំទូលាយពីមហាជននៅក្នុងស្រុកផងក្រៅស្រុកផងហើយចង់ឲ្យពុទ្ធិកសាកលវិទ្យាល័យរបស់យើងមានជនបរទេសមកសិក្សាផ្នែកពុទ្ធសាសនានៅកម្ពុជាហើយចំណុចមួយទៀតអាត្មាគិតថាតាមរយៈការផ្សព្វផ្សាយព្រះពុទ្ធសាសនារបស់យើងត្រូវតែសកម្មនៅក្នុងការជួយសង្គមជាពិសេសគឺជួយកូនខ្មែរយើងដែលគាត់មិនមានឱកាសគាត់នៅតាមជនបទហើយផ្សេងៗហ្នឹងធ្វើម៉េចផ្ដល់ទីជម្រកឲ្យគាត់បានសិក្សារៀនសូត្រអាត្មាគិតថាមានតែចំណេះដឹងទេទើបអាចកែប្រែទើបអាចធ្វើឲ្យជាតិយើងមានភាពថ្កុំថ្កើងហើយកាលណាយើងមានចំណេះដឹងផ្នែកណាក៏ដោយឲ្យតែប្រភេទចំណេះដឹងគឺអាចជួយការពារជាតិការពារសាសនារបស់យើងបានគង់វង្សហើយតែបើសិនជាយើងអត់មានចំណេះដឹងអត់ល្អដែរហើយមួយទៀតអាត្មាគាត់គិតថាប្រសង់ក៏ដូចជាវត្តអារាមនីមួយៗនៅពេលដែលយើងបដោះប្រសង់បានល្អនឹងមានប្រសង់ជាពទូចៅអធិការដែលល្អហើយមានភាពជាអ្នកដឹកនាំមានការទទួលខុសត្រូវហើយតាមរយៈការជួយគ្នាការទទួលយកនៅ feedback គំនិតល្អពីខាងក្រៅទៀតវានឹងធ្វើឲ្យយើងមានភាពប្រសើរកណាមចាស់លោកអ្នកនាងជាទីមេត្រីសម្ដេចគុណម្ចាស់និងលោកនាងជាទីមេត្រីជាទីគោរពខ្ញុំប្រកាសណាសូមបញ្ជាក់ជូនថាព្រះគុណម្ចាស់បណ្ឌិតវីសុវិជាគឺជាប្រធានសាខាសាកលវិទ្យាល័យព្រះសីហនុរាជសាខាបាត់ដំបងខ្ញុំប្រកាសណាអរគុណមែនទែនព្រះអង្គគ្រូដែលបានផ្ដល់កិច្ចសម្ភារសម្រាប់សារព័ត៌មានពុទ្ធសាសនា BCU សម្រាប់នេះខ្ញុំប្រកាសណាសេរីមនីនិងក្រុមការងារសូមអរគុណសូមថ្លែងគោរពលាទៀតអរគុណបង